ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកថៃទទួលស្គាល់ថាបាក់តបនៅភ្នំ350ក្នុងទឹកដីកម្ពុជាអ្នកនាំពាក្យកងទ័ពថៃថាការដកទ័ពចេញពីភ្នំ350បានជួបប្រទះនឹងការតស៊ូយ៉ាងខ្លាំងដោយបញ្ជាក់ថាការស្វែងរកតាមផ្លូវគោកនិងផ្លូវអាកាសនៅថ្ងៃនេះនឹងមានគោលបំណងស្វែងរកទីហ៊ានរងរបួសនៅថ្ងៃទី17 ខែធ្នូឧត្តមសេនីយ៍ឯកវិនថៃសូវ៉ារីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានបញ្ជាក់អំពីការបង្ហោះនៅលើបណ្ដាញសង្គមដែលអះអាងថាទីហ៊ានកម្ពុជាកំពុងរឹបអូសអាវុធពីសាកសពទីហ៊ានថៃនៅប្រាសាទតាក្របីដែលស៊ីមហៅតាខ្វាយលោកបានពន្យល់ថាប្រតិបត្តិការរបស់ថៃដើម្បីគ្រប់គ្រងភ្នំ350ត្រូវបានជួបប្រទះនឹងការតស៊ូយ៉ាងខ្លាំងពេលដកថយទីហ៊ាន2នាក់ត្រូវបានគេរកឃើញថាបាត់ខ្លួនដោយសារតែភាពមើលមិនច្បាស់ដីពិបាកគ្រាប់មីននិងការបាញ់ប្រហារខ្លាំងការស្វែងរកភ្លាមៗមិនអាចធ្វើទៅរួចទេដូច្នេះផែនការមួយត្រូវបានរៀបចំឡើងដើម្បីបន្តប្រតិបត្តិការស្វែងរកនៅថ្ងៃទី17 ខែធ្នូនេះដែលពាក់ព័ន្ធនឹងការស្វែងរកទាំងលើដីនិងលើអាកាសដើម្បីស្វែងរកទីហ៊ានដែលបាត់ខ្លួន